Spider-Man Brand New Day បងប្អូនខ្ញុំទៅតែមើលយកមិញហើយជីប្រហែលជាជាង60គីឡូពីស្រុកបវលទៅបាត់ដំបងឆ្ងាយគួរសមហើយអូខេអែមអត់ខាតជើងទេអឺក្នុងកុនហ្នឹងបងប្អូនខ្ញុំមើលខ្ញុំចង់ទៅស្រែកវ៉ាវប៉ុន្តែមិនមែនស្រែកប៉ុណ្្នឹងទេស្រែកខ្លាំងជាងហ្នឹងប៉ុន្តែអាណាហ៊ានលោកបើគេស្ងាត់ជ្រាបអូយសាច់រឿងអែមមែនតើបងប្អូនខ្ញុំមើលដំបូងខ្ញុំស្មានតែនៅវេលានគាត់ហ្នឹងនៅក្នុងIron Heart ស្អីដែលធ្វើការជាមួយ Mephisto ស្ដេចបិសាចតែជាក់ស្ដែងវាលៀននៅក្នុងរឿងនេះគឺ Jean Grey ហើយអ្វីដែលសំខាន់គេ set up Jean Grey នឹងមកຕົកធ្វើអីខ្ញុំមិនដឹងទេគាត់គ្រាន់តែគេហៅថាមួយសាច់រឿងហ្នឹងគឺមានការផន់ច្រឡំគ្នាពី Jean Grey ជាមួយនឹង Spider-Man ឯងវាយគ្នាហើយចុងក្រោយបានដឹងថាអូយើងជួបរឿងតែមួយឯងណាហើយជាក់ស្ដែងរឿងនេះគេក៏និយាយពី Spider-Man បងប្អូនដឹងឯ trailer ថាការវិវត្តរបស់គាត់យ៉ាងម៉េចណាហើយយើងទៅមើលរឿងហ្នឹងដូចយើងទៅមើលថាការវិវត្តគាត់ពីដំណាក់កាលមួយហ្នឹងគឺវាមានរូបភាពបែបណាតែប៉ុណ្្នឹងឯងហើយសាច់រឿងវាដូចខ្ញុំនិយាយពាក់ព័ន្ធមួយ Jean Grey ហ្នឹងនិយាយញ៉ៃប៉ុណ្ណេះហើយអែមបងប្អូនអែមហើយនិយាយពីស្នេហាអឺ Spider-Man ដូចគ្នារឿងហ្នឹងតាក់ទាញបងប្អូនពីមួយឈុតទៅមួយឈុតអត់ធុញទេមើលយូរកាន់តែតាក់ទាញខ្ញុំអាចនិយាយថារឿងហ្នឹងមាន3ចំណុច4ចំណុចបើកក្បាលដំបូងគឺ stress មែនទេដោយសារ Spider-Man គាត់បាត់បង់គ្រប់យ៉ាង stress គេហៅ down រៀងអាប់វិញឡើងតិចនៅពេលដែលអឺMJ ហ្នឹងគេវារៀងសម័យថាដូចធ្លាប់ស្គាល់ Spider-Man ជាអ្នកណាអញ្ចឹងណាដល់ពេលហើយធ្លាក់វិញក្ដុកដោយសារតែវេលាហ្នឹងទៅធ្វើស៊ីអ្នកដែលស្គាល់ Spider-Man ហ្នឹងតមកក៏ចាប់ផ្ដើមអាប់វិញគឺនៅពេលដែលវាលៀនមួយ Spider-Man ហ្នឹងគឺគាត់គេហៅចរចាគ្នាត្រូវហើយរឿងហ្នឹងក៏មានការផន់ច្រឡំគ្នាដែរវាលៀនមួយ Spider-Man ហើយខ្ញុំគួរបង្ហើបសាច់រឿងទៀតអត់ណាបើចង់ឲ្យខ្ញុំបង្ហើបទៀត comment តែខ្ញុំចង់បង្ហើបតែប៉ុណ្្នឹងបានទេបងប្អូនតែមើលទៅរៀងយល់ល្អមើលអញ្ចឹងណា